រងឈុនមើលព្រំគេចាប់ដាក់គុកទៅអរគុណថ្ងៃនេះខ្ញុំនាំញាតិញោមទាំងអស់គ្នាទៅមើលស្រុកខ្មែរឆ្នាំ1883សភៅមួយដែលក្របំផុតណាថ្វាយគុំគុណចាស់គ្រប់អង្គជំរាបសួរបងប្អូនទាំងអស់គ្នាសភៅនេះគេនិយាយអំពីdes Français au Cambodge ដែលខ្ញុំបង្ហាញប្រហែលដងហើយប៉ុន្តែវានៅរឿងមួយនេះខ្ញុំមិនទាន់បាននិយាយឬក៏ប្រហែលជាខ្ញុំនិយាយម្ដងហើយខ្ញុំភ្លេចទៅក៏មិនដឹងសភៅនេះគេស្រង់យកកំណត់ហេតុរបស់បារាំងមួយដែលវាមកនៅស្រុកខ្មែរយើង100ឆ្នាំហ្នឹងអ្នកណាឃើញស្អីគេកត់ត្រាទុកទៅអ្នកណាឃើញស្អីគេកត់ត្រាទុកណាដូចជាហងរីមហូតយើងគាត់ធ្លាប់ទៅជួបលួងអង្គឌួងនៅវាំងឧដុង្គធ្លាប់ដើរពីកពតកំពង់ផែកពតមកដល់ឧដុង្គអីចឹងទៅលោក GH Monod គាត់ឃើញគេរបៀបគេដាក់ឈ្មោះឲ្យកូនង៉ែតគេធ្វើម៉េចអីចឹងទៅគេកត់ត្រាទុកទៅជំរាបសួរនៅក្នុងសភៅនេះមានកំណត់ហេតុមួយរបស់លោក G Mora ឆ្នាំ1883ដាក់លើ Royaume du Cambodge គឺថាប្រជាណាចក្រកម្ពុជាខ្មែរយើងណាស្រុកខ្មែរយើងហ្នឹងកំណត់ហេតុគាត់ហ្នឹងគឺនៅឆ្នាំ1883ចំណងជើងដាក់ថាអង្គមី La Reine Folle ក្សត្រីអង្គមីឈួតឈួតហ្នឹងគាត់ឈួតរបៀបម៉េចណាខ្ញុំមានសភៅ3សភៅហ្នឹងមួយសភៅប៉ូល Brunon មួយហើយនឹងឯកសារមហាបរោះខ្មែរមួយចាំខ្ញុំយកមកនិទានអានឲ្យស្ដាប់G Mora ហ្នឹងគាត់ធ្វើធំហ្នឹងហើយជាមួយលោក Fino ជាមួយអីហ្នឹងហើយគាត់ចេះខ្មែរចេះអីហ្នឹងគាត់ឆ្នាំ1883ហ្នឹងគាត់បានទៅឃើញព្រឹត្តិការណ៍មួយគឺក្សត្រីអង្គមីឈួតអង្គមី La Reine Folle La pauvre folle habitait une maison isolée dans ce fort abandonné où elle était cependant surveillée et soignée avec un grand dévouement par d'anciennes dames d'honneur et des servantes qui ne la quittaient plus depuis qu'elle était dans cet état. គឺថាស្ត្រីអង្គមីដែលឈួតហ្នឹងគេដាក់ឲ្យនៅផ្ទះមួយដែលដាច់ពីគេដាច់ពីក្នុងវាំងអញ្ចឹងតែវាដាច់ពីគេណាដាច់ពីគេក្លៀនលបងអីចឹងទៅពេលនោះគឺថាគាត់ត្រូវគេឃុំក្រងគេមើលថែទាំដោយក្រុមស្រីបំរើនៅក្នុងវាំងហ្នឹងជាមួយចំនួនធំហើយអត់ដែលដើរចោលទេម្ដងណាក៏អត់ដែលដើរចោលគាត់ដែរដាច់អង្គមីក្សត្រីអង្គមីហ្នឹងគាត់ឈួតណាD'ailleurs, la mère du roi Norodom, qui demeurait tout auprès, veillait avec sollicitude à ce qu'il ne manque rien à sa cousine. គឺថាម្ដាយរបស់លោកនរោត្តមស្ថិតនៅមើលអង្គមីឈួតនឹងជានិច្ចកាលអត់ដើរចោលទៅណាទេហើយជំរាបសួរប៉ុណ្ណាហើយម្ដាយលោកនរោត្តមហ្នឹងគេអត់ដាក់ឈ្មោះទេប៉ុន្តែបើតាមខ្ញុំស្រាវជ្រាវទៅឈ្មោះអ្នកមនាងរស់ជាម្ដាយលោកនរោត្តមហ្នឹងហើយលោកស្ថិតនៅមើលអង្គមីឈួតហ្នឹងជាប់ជាប្រចាំហ្មង Je m'y fiai à terre à une centaine distance de la maison et je m'avançais suivi de 4 mandarins គាត់ចុះដើរនៅប្រហែលប្រមាណ100ម៉ែត្រពីផ្ទះចឹងទៅដែលមានពួកម៉ងតារាំងហ្នឹងពួកអ្នកធំហ្នឹងដើរនាំមុខជាមួយនឹងស្រីចាស់ហ្នឹងហើយគាត់បានឡើងទៅលើផ្ទះហ្នឹងហើយគេបានបង្ហាញគាត់នៅបន្ទប់ដ៏ធំមួយអង្គ La Montra au milieu d'une grande pièce គឺថាគេបានបង្ហាញគាត់នៅបន្ទប់ធំមួយcouché sur un simple matelas étendu sur le paquet enveloppé dans une couverture blanche en coton គឺថាស្រីម្នាក់ដេកនៅលើពូក
ក្រាលកម្រាលសហើយនឹងមានខ្នើយរបៀបអាខ្នើយកូនយើងហ្នឹងគេហៅខ្នើយកូនយើងអាខ្នើយ3ជ្រុងហ្នឹងណាappuyer sur un faux oreiller គឺខ្នើយដែល3ជ្រុងហ្នឹងtenez une position avantageuse pour que je puisse assez bien voir គាត់ថាដេកទៅកោយចេះគាត់អង្គមីហ្នឹងគាត់ដេកកោយខ្នើយ3ជ្រុងអញ្ចឹងណាដែលធ្វើឲ្យលោក Jimora ហ្នឹងគាត់មើលឃើញប្រភពលោកច្បាស់ដែរហ្នឹងហើយអង្គមីឈួតស្ត្រីអង្គមីឈួតហើយពេលដែលលោក Jimora ហ្នឹង je m'avançais doucement et aller m'asseoir sur une natte près de son lit លោក Jimora ហ្នឹងគាត់ដើរចូលទៅហើយអង្គុយនៅក្បែរគ្រែអង្គមីហ្នឹងអត់មានកម្រើកអីទេហើយមើលមកគាត់ហ្នឹងដោយមិនដាក់ភ្នែកសោះហ្មងរបៀបថាមនុស្សឈួតហ្នឹងយើង imagine មើលទៅតើរបៀបម៉េចណាតែមើលមកចឹងអត់ដាក់ភ្នែកសលឹងមកលោក Jimora ហ្នឹងអត់ដាក់ភ្នែកទេរបៀបមនុស្សឈួតរបៀបមនុស្សឡប់ណាហ្នឹងហើយje profitais le moment de calme pour lui adresser la parole mais j'obtins les réponses décousues et sans de consent ខ្ញុំសាកល្បងនឹងសួរសំណួរទៅគាត់ទៅស្ត្រីអង្គមីហ្នឹងណាប៉ុន្តែចម្លើយដែលបានមកគឺថាអត់ដឹងអីទាំងអស់លេលើទៅណាយណៃទៅដែលខ្មែរយើងថាសួរគោឆ្លើយកំបីណាអាណិតត្រង់ហ្នឹងឃើញទេសួរទៅលោក Jimora គាត់សាកល្បងនឹងសួរសំណួរទៅស្ត្រីអង្គមីហ្នឹងហើយចម្លើយដែលគាត់ទទួលបានគឺថាអូកងសងអត់មានន័យអីទាំងអស់ហើយលេឡប់ទៅណាយណៃចឹងទៅនឹងឯកសារលោក Jimora les servants intervirent pour la décider s'approcher la porte អ្នកបម្រើហ្នឹងណាបានបញ្ចុះបញ្ចូលអង្គមីហ្នឹងធ្វើម៉េចឲ្យគាត់ងើបដើរមកមាត់ទ្វារផ្ទះហ្នឹងដើម្បីឲ្យលោក Jimora ហ្នឹងគាត់ថតរូបព្រោះម៉ាស៊ីនថតគាត់ដាក់នៅខាងក្រោមឯងម៉ាស៊ីនថតពីដើមវាមិនមែនម៉ាស៊ីនថតកាន់ដូចយើងទេម៉ាស៊ីនថតធំមានស្អីក្របខ្មៅទេណាម៉ាស៊ីនថតហ្នឹងវាធំដូច្នេះគាត់យកឡើងលើអត់កើតទេគាត់ដាក់photography អីទេ déjà braqué គឺថាម៉ាស៊ីនថតហ្នឹងគេដំឡើងរួចហើយប៉ុន្តែវានៅខាងក្រោមនេះទេហើយដូច្នេះគេត្រូវឲ្យអ្នកបម្រើហ្នឹងធ្វើម៉េចបញ្ចុះបញ្ចូលអង្គមីហ្នឹងឲ្យមកឈរនៅមាត់ទ្វារហ្នឹងដើម្បីគាត់ថតរូបអាម៉ាស៊ីនថតពីដើមមានកម្របខ្មៅចេះហើយលូនក្បាលចូលទៅថតទេណាមិនមែនដូចយើងឥឡូវទូជាកាន់នៅដើរនឹងដៃហ្នឹងទេប៉ុន្តែmais elle ne s'attirait que des sautisses គឺថាគាត់អត់មកទេគាត់រៀងឡប់អរគុណគាត់រៀងឡប់ទេពេលហ្នឹងដើម្បីដូចថាបញ្ចុះបញ្ចូលអង្គមីហ្នឹងឲ្យដើរមកឈរផ្អែកនឹងមាត់ទ្វារហើយលោកអត់មកដល់លោកអត់មកគេក៏ on fait avancer en éléphant afin d'attirer son attention គឺថាគេបានយកដំរីមួយគេដឹកដំរីមួយមកមុខផ្ទះហ្នឹងដើម្បីទាញអារម្មណ៍របស់គាត់ឲ្យគាត់ចេញមកមើលឲ្យអង្គមីនឹងចេញមកមើលដើម្បីគេថត Jimora គាត់ថតរូបណាstratégie réussi យុទ្ធសាស្ត្រហ្នឹងវាបានជោគជ័យអង្គមីហ្នឹងក៏ងើបមកla malade s'avança en se traînant jusqu'au seuil de la porte អ្នកជំងឺហ្នឹងអង្គមីដែលឈួតហ្នឹងគាត់ងើបដើរមករបៀបទៅត្រួតចឹងមកឈរផ្អែកនឹងមាត់ទ្វារផ្ទះហ្នឹងទៅដែលអនុញ្ញាតឲ្យគាត់អាចថតឈរយូរដែលគាត់អាចថតរូបបានប៉ុន្តែខ្ញុំវាអត់ដែលឃើញរូបនោះសោះខ្ញុំររូបដែលអង្គមីដែល Jimora គាត់ថតជាប់នឹងទ្វារហ្នឹងអត់ដែលមានខ្ញុំរមិនឃើញសោះនឹងទីនៅណាគាត់ថតបានពេលដែលគេយកដំរីហ្នឹងមកទាញយក attention របស់អង្គមីហ្នឹងណាដូចថាធ្វើឲ្យអង្គមីហ្នឹងចាប់អារម្មណ៍ទៅចេញមកឈរនៅមាត់ទ្វារទៅគាត់អាចថតបានC'est une femme de plus de 60 ans គឺជាស្ត្រីមួយដែលអាយុលើសពី60ឆ្នាំប៉ុន្តែ moyennement grande មិនជាធំប្រមាណ
phốt de le tăng phong xế sầm bol riêng mau tích và dương tha ai mới dẫn tới đó tăng phong xế lên nê petit cho một tôi hơi riêng légèrement dilaté cho một tôi chế ta đi về thùng cho một nó về xuôi cho máu người ta run cho một nó về thùng dilaté forte percé au lobe de grand trou nơi thì chia con nó miền cho run thùng á phải chỉ còn pẹ giá rồi còn pẹ dương bị đau cái hào cầm vớ rồi còn tùm hú bị đau cái pẹ tùm hú đó pẹ tùm hú nó tùm hú cứ miền tây bôn ấy mẹ phải đạp sọc tôi về chỗ nó chuyện cho tới du tới tôm thì chuyện nó việc lẹ quá hay bà hông nó cần là thông tới mà nhóm mà còn pẹ tùm hú nữa thì chuyện còn thông giờ này hay ông mấy nó còn chắc đài còn miền run thì chuyện run tôm thì chuyện nó thông lẹ trong màu malgré les traces visibles de petites vérolées cái thà tụi bay lục miền mục một tạch cả đói con tay sầm rót rồi bao lục hỏi tụi bay bắt tại lục miền chủng ngư chân du hỏi nè les traits de visage sont encore beaux cái qua cái điều cái thà tụi bay lục miền ọt xoài tôi nơi nông mốc hay nơi chủng ngư chuột nơi ví dụ dạng na cái đói bàn tay sầm rót bao lục nơi ta rót hơi rừng mòm điều cái chặt tục thà les Khmer témoignent à la pauvre foule les dégâts dus au souverain et nous avons remarqué et admiré là le dévouement persistant cái thà chia chôn Khmer tụi bay thà lúc chuột cái đói đó còn cái nơi ta có rụp chẳng điệp xua cái nơi ta có rụp chẳng nè hỏi cái nơi ta on crie de le devoir continuer le service et le soin auprès de la pauvre foule cái thà cái nơi ta bầm ra lô cái nơi ta vô chặt tục đạ thay là xa lô tụi bay trên lô chuột phần nào cái đời nhầm đặng thế chả mơ nhầm mơ lại cái xa mùi tiết les habitants les environs supportent patiemment les extravagances de leur infortunée voisine cái thà nè nơi chết khang nó cái ọt trộm á cái ọt rò rương rò hai cái ăn cua ao sạch trai ông mày đã chuột nấng rồi thà cái mình rò rương rò hai đại tế hơi pe khla quạt đào trôi từក្នុងលំនៅឋានគេហើយចាប់យករបស់អ្វីដែលគាត់សេវាបានណាយកមកគាត់យករបស់គាត់ឈួតគាត់ដើរចូលទៅផ្ទះគេជិតខាងហ្នឹងគាត់សេវាបានអីគាត់យកមកហើយគេក៏មិនថាអីដែរ Elle va aussi sur le marché prendre les provisions qui lui conviennent et personne ne songe à l'en empêcher គឺថាគាត់ដើរចូលផ្សារហើយគាត់ទៅយករបស់គេហ្នឹងកញ្ឆក់កញ្ឆែងរបស់គេហ្នឹងកញ្ឆែងកញ្ចប់អីបន្លែប្លុកអីហ្នឹងត្រីសាច់អីទៅគេក៏មិនខាត់ខាំងគេក៏មិនរំខានទ្រង់ដែរ À certains moments elle se débarrasse en public de ses vêtements ថាមានពេលខ្លះគាត់ស្រាតមកគាត់ស្រាតខោអាវគាត់ចេញហើយគាត់ដើរទាត់របស់របរណាដែលវាដោយទើសជើងគាត់ហ្នឹងណាកំសត់ដែរណាយើងគិតទៅយួនវាធ្វើបាបគាត់ចឹងបានខ្ញុំថាយើងរវល់ទេតែខាងលិចហ្នឹងខាងកើតពោធ្វើបាបយើងបណ្ណាណាខ្ញុំចង់ទាញទីរេអាតង់ស្យងអ្នកទាំងអស់គ្នាវាធ្វើបាបអង្គមីនឹងដល់ឈួនហើយដើរស្រាតទាត់របស់របរដែលនៅទើសជើងទើសដៃគាត់ហ្នឹងdans le moment lucide នៅពេលដែលគាត់ស្វាងពេលខ្លះគាត់ស្វាង lucide ស្វាងពេលខ្លះគាត់ស្វាងពីជំងឺហ្នឹងគាត់រៀងដូចជារំលឹកឃើញខ្លះរឿងអតីតកាលអីចឹងពេលដែលគាត់សោយរាជណាសង្រៃញ៉ា dans les forts accès de folie នៅពេលដែលគាត់ឈួតខ្លាំងមែនតើណាឈួតខ្លាំងមែនតើដែលវាធ្វើទុកគាត់ខ្លាំងមកគាត់បានយកកបិត
អឺកាប់អ្នកណាដែលនៅក្បែរដៃនៅពេលដែលធ្វើទុកខ្លាំងមែនតើគាត់យកកបិតកាប់អ្នកណាដែលអាសាពុកទេគេថាដែលគាត់អាចកាប់បាននៅចិត្តដៃចិត្តជើងគាត់ម្ល៉េះហើយអ្នកអស់ហ្នឹងត្រូវប្រយ័ត្នឲ្យមែនតើណាគាត់ឈួត Dégradé son logement dont elle s'enfonce ou coupe au couteau les cloisons en paille គេថាពេលដែលគាត់ធ្វើទុកខ្លាំងហ្នឹងគាត់យកកបិតកាប់អ្នកណាដែលគាត់នៅក្បែរដៃគាត់ហ្នឹងហើយគាត់យកកបិតហ្នឹងទៅច្រាំអញ្ចាំងធ្វើអំពីស្លឹកហ្នឹង Good night brother ទៅគាត់ឈួតហ្នឹងខ្លាំងគាត់ឈួតខ្លាំងមែនតើណាបើយើង imagine ទៅគាត់រហូតដល់ដើរស្រាតនៅក្នុងផ្សារទាត់របស់របរគេហើយគាត់កាប់អ្នកណាដែលនៅក្បែរដៃគាត់ហើយគាត់អង្គុយច្រាំកាប់ច្រាំអាស្លឹកចាំងផ្ទះហ្នឹងបើយើងគិតទៅវាអញ្ចឹងហើយព្រោះលួងនរោត្តមលោកធ្លាប់យាងទៅជ្រាវលោកធ្លាប់យាងទៅជ្រាវដើម្បីធ្វើបុណ្យដល់តាតសក់អែមដែលជាបុព្វបុរសរបស់ទ្រង់នៅនេះនៅក្នុងសភៅឯកសារមហាបរោះខ្មែរទេណាខ្ញុំមិនចិត្តថាទេលោកធ្លាប់យាងទៅជ្រាវកាលហ្នឹងខេត្តតាពាំងជងលោកទៅធ្វើបុណ្យឲ្យប្របាទសក់អែមណានៅក្រោយទ្រង់ជ្រាបថានៅក្នុងខេត្តសំរោងទងខាងលិចមានព្រះពុទ្ធរូបនៅក្នុងរូងភ្នំឆ្នាទ្រង់ព្រះចិន្តាថាគួរតែយើងទៅធ្វើនមស្ការបានម្ដងហើយនឹងបានឃើញទីភ្នំជ្រាវឈ្មោះជាបរិយាមន្ទីរតាំងព្រះបាទសម្ដេចព្រះបរមរាជាគឺព្រះត្រសក់អែមឃើញទេលោកធ្វើបុណ្យទៅនោះបុព្វបុរសលោកខ្ញុំនិយាយតាមសភៅឯកសារមហាបរោះខ្មែរទេណាហើយលួងនរោត្តមស្លាប់លោកស្លាប់ទៅបងសភៅមួយទៀតរបស់ស៊ីម៉ូរ៉ាគេនិយាយអំពីក្សត្រីអង្គមីla reine Ang Mei et la victoire totale du Vietnam l'année 1834 អង្គច័ន្ទ était mort គឺថានៅឆ្នាំ1834ខ្ញុំខ្ជិលមើលជាបារាំងខ្ញុំបកប្រែអាចជាខ្មែរទៅមកទៅនៅឆ្នាំ1834ព្រះអង្គច័ន្ទទី2លោកស្លាប់ចូលទីមង្គតយួនកាលនោះយួនគេចាត់ទុកខ្លួនគេជាមហារាជឡំព្រើមហារាជនោះនឹងប្រែថាម៉េចទេណាមហារាជហ្នឹងដូចថាជាស្ដេចនៅលើស្ដេចរបស់ស្ដេចខ្មែរយួនបានកំចាត់អង្គម្ចាស់ណាដែលមានទំនាក់ទំនងនឹងសៀមហើយលើកបុត្រីព្រះបាទអង្គច័ន្ទទី2ឈ្មោះអង្គមីកាលនោះមានអាយុ20ឆ្នាំឲ្យឡើងសោយរាជសភៅឈ្មោះ des Français au Cambodge tous les affaires nationales c'était dans la main des fonctionnaires vietnamiens គឺថាកិច្ចការប្រទេសជាតិទាំងពួងហ្នឹងស្ថិតនៅក្នុងដៃមន្ត្រីយួន La ville de Phnom Penh et les provinces étaient changé le nom vietnamien គឺថាទីក្រុងភ្នំពេញនិងខេត្តត្រូវបដូរឈ្មោះទៅជាឈ្មោះយួនបង្ខំមន្ត្រីខ្មែរស្លៀកពាក់និងធ្វើតាមទម្លាប់របស់វាំងទីក្រុងវេទីក្រុងវិជ័យទីក្រុងនៅកណ្ដាលយួនហ្នឹងមានទីក្រុងវេហ្នឹងជាក្រុងរបស់ចាមពីដើមដែលយួនវាយកនៅសតវត្សទី17ហ្នឹងទៅហើយវាដាក់ចាមវា register ដែរវាម៉ាំងប្រហែលឆ្នាំទប់ទល់នឹងយួនដែលវាមកពីខាងជើងមកហ្នឹងប៉ុន្តែវាច្បាំងអត់ឈ្នះយួនវាចាត់តាំង
ស្ដេចចាមមួយឲ្យចូលទៅខាងវាទៅធ្វើតាមវាហើយក៏វាយយកនគរចាមនឹងមកមានគ្រួសារស្ដេចចាមនឹងប្រមាណទេប្រមាណពាន់នាក់ទេភៀសខ្លួនមកសុំដាច់ខ្មែរយើងរស់នៅណាដូច្នេះទីក្រុងវេហ្នឹងវាជាទីក្រុងរបស់ចាមហើយយួនវាបង្ខំឲ្យខ្មែរយើងហ្នឹងមន្ត្រីខ្មែរយើងហ្នឹងស្លៀកពាក់ដូចយួនដែលវាស្លៀកពាក់នៅវាំងក្រុងវេអញ្ចឹងយួនប្រឆាំងនឹងព្រះពុទ្ធសាសនាខ្មែរកាប់ដើមឈើលីបាញ៉ង់គាស់រំលើងចេតិយបណ្ដេញព្រះសង្ឃចេញពីវត្តdémolir les statues du Bouddha វាកំទេចព្រះពុទ្ធរូបហើយសម្លាប់នាម៉ឺនណាដែលបានជួយឈាមយ៉ាមិញគេទៅសេថា la victoire totale de Vietnam អាហ្នឹងនៅក្នុងឯកសារមហាបរតខ្មែរហ្នឹងវាឈ្មោះស្អីទេអាហ្នឹងឈ្មោះស្អីងៀងធិញធុងអីគេមិញខ្ញុំភ្លេចទៅហើយសម្រាប់នាម៉ឺនណាដែលជួយសៀមតែដែលមានតង់ដងទៅខាងសៀមណាវាសម្រាប់យួនវាសម្រាប់ចោលហើយយួនត្រួតត្រាប្រទេសខ្មែរសង្កត់សង្កិនរាជខ្មែរហើយរាជខ្មែរហ្នឹងបនស្រន់សុំឲ្យព្រះអង្គព្រះអង្គអឹមហ្នឹងនិងអង្គឌួងវិលមកពីបាត់ដំបងវិញកាលហ្នឹងបាត់ដំបងវានៅសៀមវិយោណាសៀមវិយោបាត់ដំបងស៊ីសុផុនសៀមរាបដែលយើងឃើញរូបនៅរូបចម្លាក់នៅវត្តភ្នំនោះដែលមានស្រី3នាក់ត្រថាសមានរូបប្រាសាទមានរូបត្បូងមានរូបផ្កាហ្នឹងជាតំណាងខេត្តទាំង3ហ្នឹងដែលបារាំងបកគលមកឲ្យយើងហ្នឹងដូចជា Traité Franco-Samoa 1907ខ្ញុំចាំណាបកគលឲ្យមកបានគេធ្វើរូបតំណាងស្រី3នាក់ហ្នឹងถึงTâyถึงTây được chú ấy lừa là ta 5 giang là từ Tây yeah trường Minh Giang yeah trường Minh Giang nó mình mang và đâm mơ tha ao chui mưa khai phong khai toàn chơi thôi chỉ tục đã rồi đi đấy bởi vì thưa trời bán plon do từ cái đấy ấy vì ăn vật đó là ngày nữa là mưa khai phong chui mưa phong khai toàn chơi thôi chỉ đã rồi điដូច្នេះខ្មែរយើងពេលហ្នឹងយួនធ្វើបាបខ្លាំងពេកក៏បនធ្វើមិនឲ្យបានព្រះអង្គអឹមហើយនឹងព្រះអង្គអឹមហ្នឹងហើយនឹងអង្គឌួងហ្នឹងវិលពីបាត់ដំបងមកជួយខ្មែរយើងវិញdevant la pression vietnamienne ខ្មែរយើងបាននៅមុខការធ្វើបាបពីសង្កត់ពីយួនហ្នឹងវិជារាជខ្មែរហ្នឹងក៏បានបះបោរឡើង revolte មន្ត្រីខ្មែរធំសុំជំនួយពីសៀមមេតបសៀមឈ្មោះពញាបឌិនលើកតបចូលមកបណ្ដេញយួនហើយនាំព្រះអង្គឌួងចូលមកក្រុងឧដុង្គពេលនោះប្រជារាស្ត្រអបអរសាទរទទួលព្រះមហាក្សត្រអង្គឌួងនឹងនៅឆ្នាំ1840ទីបំផុតប្រទេសខ្មែរមានមហាក្សត្រមួយអង្គឡើងសោយរាជវិញallez la victoire totale du Vietnam sur le Cambodge pendant la période de Ang Mây ấy đóខ្ញុំអានច្បាស់ដែរនៅក្នុងឯកសារមហាបរតខ្មែរខ្ញុំអានឲ្យស្ដាប់ចុះនេះជារជ្ជកាលដែលនិយាយអំពីរជ្ជកាល
ព្រះអង្គព្រះអង្គមីវែងហ្នឹងណាអង្គមីផែនដីព្រះអង្គមីក្សត្រីអង្គមីគ្រិស្តសករាជ1835ខណៈនោះអង្គខំហុងអង្គខំសាយអង្គអានភូទាំង3នាយនៅក្នុងមន្ទីរឃើញតបសៀមច្រើនណាស់ពុំហ៊ានចេញច្បាំងក៏ទទួលចោះចាញ់ចងដាវកំភ្លើងគ្រឿងប្រដាប់គ្រាប់រំសេវនាំកងទ័ពចេញទៅថ្វាយបង្គំស្ដេចគំនាប់ពញាបឌិនតេជោឯគ្រឿងប្រដាប់ទាំងអស់ព្រះអង្គឌួងនិងពញាបឌិនតេជោបើឲ្យយួនទាំង3នាយនាំកងទ័ពចុះទូកទៅស្រុកវិញឯយួនទាំង3នាយក៏ថ្វាយបង្គំលានាំសេនាទាហានចុះទូកចៅស្រោតមកដល់ភ្នំពេញហើយក៏ហួសទៅស្រុកយួនទៅឯកសារមហាបរោះខ្មែរស្ដេចធាវត្រីក្រុងអាណាមកាលខ្មែរបះវាយួនជាខ្លាំងទ្រង់ព្រះចិន្តាយល់ថាអ្នកនគរក្រុងកម្ពុជាដែលនាំគ្នាបះបោរនោះព្រោះហេតុតែយើងយកស្ដេចខ្មែរមកអស់វេលានេះយើងត្រូវបញ្ជូនស្ដេចខ្មែរទាំងអស់ទៅស្រុកវិញអានឹងស្ដេចយួនណាគេគិតថាអញ្ចឹងលុះដល់ព្រះតម្រិះយល់ឃើញដូច្នេះហើយទ្រង់ត្រាស់ប្រើអង្គចាញ់ឡាញ់បិញឲ្យរៀបក្បួនហែសម្ដេចព្រះមហាឧបយុវរាជនិងព្រះរាជាវង្សានុវង្សមន្ត្រីខ្ញុំរាជការឡើងមកដល់ក្រុងភ្នំពេញដើម្បីឲ្យអ្នកនគររងាប់ក្តៅក្រហាយហើយរំសាយតបចេញប៉ុន្តែពេលនោះមន្ត្រីខ្មែរពុំជឿក៏នាំគ្នាបះតបទ្វេឡើងទៀតអង្គទ្រង់គុណឃើញពួកខ្មែរពុំឆោតពុំជឿដូច្នេះក៏ថយតបនាំសម្ដេចព្រះមហាឧបរាជទៅនៅព្រះរាជវង្សានុវង្សនិងគ្រួសារទាំងអស់ចូលទៅស្រុកមាត់ជ្រូកហើយឲ្យស្ដេចប្រថាប់នៅទីនោះព្រះអង្គមីក្សត្រីក្រុងរាជបាន7ឆ្នាំស្រុកកើតសង្គ្រាមនៅក្នុងឆ្នាំខាលចលស័កសម្ដេចព្រះឧបរាជកាលគង់នៅស្រុកយួនរួមរស់ប្រពៃនឹងព្រះអង្គពៅជាព្រះភាកនិយាមានព្រះរាជបុត្រីមួយអង្គព្រះនាមព្រះអង្គសំអោព្រះអង្គភឹមជាព្រះរាជបុត្រនៃសម្ដេចព្រះមហាឧបរាជរួមប្រពៃណីនឹងព្រះអង្គស្ងួនមានព្រះរាជបុត្រីមួយអង្គព្រះនាមអង្គម្ចាស់ធ្នមវង្សមានម្នាងមួយទៀតឈ្មោះប្រាងមានព្រះរាជបុត្រាមួយអង្គព្រះនាមព្រះអង្គម្ចាស់ភូមិរិនគឺទៅស្ដេចយកតែគ្នាគាត់ហ្នឹងយកតែពូជស្ដេចគ្នាឯងដោយពូចរាយអញ្ចឹងពូចរាយខ្ញុំទៅឃើញយកតែគ្នាគេបងប្អូនគ្នាគេហ្នឹងដល់ហើយកូនមកមិនសូវបញ្ញាទេរៀងតែឡប់ណានៅរតនគិរីខ្ញុំទៅកាល20-30ឆ្នាំមុនហ្នឹងមានចរាយមានក្រឹងមានពួនមានភ្នងមានអីហ្នឹងហើយពួកចរាយហ្នឹងគឺថានៅផ្លូវទៅស្អីកន្លែងគេជីកត្បូងឡាបានសៀអីដែរមានផ្ទះ 4-5 វែងគាត់យកទៅបងប្អូនគាត់ឯពញាបឌិនតេជោនិងព្រះអង្គឌួងលុះធ្វើការសង្គ្រាមមានជ័យជំនះបានបន្ទាយខេត្តពោធិ៍សាត់ហើយក៏លើកទ័ពតាមផ្លូវដល់ព្រះរាជវាំងឧដុង្គមានជ័យឧដុង្គលឺជ័យនៅទីនោះមន្ត្រីនិងនាយទ័ពខ្មែរទាំងអស់មានចិត្តត្រេកអរនាំថ្វាយបង្គំគំនាប់តេជោបតីតេជោជាមេទ័ពយួនហើយរៀបចំចាត់ចែងសង់ព្រះពលាថ្វាយស្ដេចគង់នៅតំបន់ឃ្លាំងស្បែកឃ្លាំងស្បែកទៅស្ដេចកនហ្នឹងខ្ញុំចាំថាស្ដេចកនហ្នឹងព្រះរាជាហ្នឹងលោកទងយាងទៅណាទេឃើញស្រីសឈមួយស្អាតហ្នឹងក៏ដណ្ដឹងយកមកធ្វើជាមហេសីទៅណាហើយស្រីសឈហ្នឹងមានប្អូនប្រុសមួយឈ្មោះកនហ្នឹងក៏យកកនហ្នឹងឲ្យមកធ្វើមន្ត្រីនៅវាំងទៅហើយយប់មួយនោះស្ដេចនឹងយល់សពឃើញស្អីទេនាគអីណាមកលេបមកអីមិនទេក៏ឲ្យហោរាទាយទៅថាគេថាកនហ្នឹងវាក្បត់ហើយដល់អញ្ចឹងស្ដេចហ្នឹងក៏ឲ្យគេរៀបចំស្អែកឡើងទៅបងសណាញ់ស្ដេចហ្នឹងថាបងឲ្យមន្ត្រីនឹងបងទៅធ្វើជាតាក់សណាញ់នៅក្នុងទឹកទៅឲ្យអាកនហ្នឹងចុះទៅដោះហើយចាំឲ្យពួកសេនាហ្នឹងបងសណាញ់ក្រោកពីលើឲ្យងាប់ទៅស្រីសឈហ្នឹងគាត់ដឹងដំណឹងមុនហ្នឹងគាត់ទៅសេសម្បត្តិមួយដាក់នៅក្រោមកញ្ចប់មហូបឲ្យអាកនហ្នឹងណាអាកនហ្នឹងគេលាបាយស៊ីទៅគេឃើញសម្បត្តិហ្នឹងដឹងថាស្ដេចផងស្លាប់ហើយពេលដែលស្ដេចឲ្យចុះទៅដោះសណាញ់ហ្នឹងកនហ្នឹងក៏ហែលគេខ្លួនទៅបកកតបហ្នឹងណាជាបុប្ផាវតីហ្នឹងជាសង្សារ
bỏ pri sầm phia đó đặt trong cái chọc bài á hơi về đại lục tờ bùa nương cô nó pri phia nó tờ lọp mà vinh nó có rồi tây nó do niềng một pha và tây nó từ rồi pri phia nó có chỉ tờ lui tẹt tông mùi một pha và tây nó tới rồi tây đắng có hai bộ Portuguese bộ ấy đó Espanyol Espanyol ấy nó thì mình gặp lưu về nó đánh băng riêng là hốt đọc cái không lúc nào từ slap bánh slap nó lơ trong nào trong nào đi xem phía lúc cái xe cái nắp nè đi xem phía nó đôi con yun thôi cắt yun này ô vừa rồi là món klang sờ bay nó chăn đi chia luộc luộc dầu một pôn mỗi con niềng qua con chám mà nè hơi sờ lạnh niềng qua nắng trôi từ từ đằng nắng mà đai phục niềng qua nắng tha bởi chọn bàn cồn kế to là cắt trong sân thôi bị thi cắt trống nè hơi mẹ tôi cắt ở trong lưng dương nó thế cắt ở sờ bay để về nơi chọp hàng cổm nó ông liệt cái hai siêu công phải ăn hai siêu công suy dễ đó cắt bay siêu công sai chứ ông liệt hơi cái do sờ bay nó thì túc nơi và hiêu mối nơi klang mối nơi tôi một của vùng luống đó bá chỉ vì miền mua tha phum klang sờ bay dương là hột đỏ hoàng ấy nữa nè klang sờ bay đỏ ấy nó cha đi gì hơi về đây cái thơ bị thi cắt sờ bay nữa Montrena để vì lên mà lơm ấy do bôn do sạ nó đôi chào hoàng ấy á lên lơm mày thầu nó có chỗ để cắt sờ bay kia đài từ anh ấy ai sao mà mà đó mày cái dễ đó ấy nơi nông nghiệp phơi qua Paul nóng của quạt thế này đó là pe quạt châu sa tứ quạt cài mua quạt đã thà Ibrahim hơi riết cái lùi hơi tha và riêm châu sa lúc cài mua lúc chỉ Ibrahim rồi số đấy hay nhom dây đường quạt thì tại nó nhom an phải ghê đó dùng một cái toàn đó anh nói vậy về hướng klang sờ bay sắp tới đi về nhá năm 1844សម្ដេចព្រះស្រីជ័យជាតិមហាឧបរាជអង្គអឹមបច្ចុប្បន្ន51ឆ្នាំទ្រង់អាពាហ៍ព្រះសិរៈរូបដ៏ជាទម្ងន់ស្ដេចចគុតនៅស្រុកមាត់ជ្រូកអង្គអឹមហ្នឹងលោកឈឺក្បាលខ្លាំងហ្នឹងក៏សគុតទៅទើបអ្នកនាងរស់ជាព្រះរាជមេដាព្រមទាំងព្រះវង្សាសម្ដាប់ធ្វើការបុណ្យរំលាយប្រសពនៅទីនោះហើយអ្នកនាងរស់នេះម្ដាយរបស់លួងនរោត្តមផងជាម្ដាយរបស់ជ័យជេសនេះផងព្រះស្រីជ័យជេសក្រោយនៅក្នុងសភៅមិញដែលខ្ញុំនិយាយរឿងម្ដាយរបស់លួងនរោត្តមដែលមើលថែនេះនៅអង្គមីឈួតហ្នឹងគេអត់ដាក់ឈ្មោះទេប៉ុន្តែខ្ញុំគិតថាប្រហែលជាអ្នកនាងរស់ហើយមែនចែមទេឈ្មោះនេះដល់ចឹងរនឹកឃើញភ្លាមចឹងឈ្មោះក្រុមភ្លេងឈ្មោះតាអ៊ុំដើរមកជួបអាចារ្យហ្នឹងវាច្រៀងថាសកវាបការកពេញពួយលឹងព្រះអង្គមួយសួរកដួយមនកលនេះណាអាចារ្យធ្វើច្បាស់សុខវាចេះទេវាចេះទាំងកាញ់ឈ្មោះអាចារ្យហ្នឹងនៅវាំងតាពាំងជងវាំងឈើណាពេលដែលអង្គលោកមនីវងលោកខ្ញាល់នឹងអាបារាំងវាកាត់ដីឲ្យសៀមវាយកភូមិបន្ទល់យើងនៅតាមស្វាយដង្កែវដល់អញ្ចឹងលោកទៅធ្វើវាំងឈើមួយនៅតាពាំងជងហ្នឹងហើយលោកមានក្រុមភ្លេងមួយឈ្មោះក្រុមភ្លេងតាអ៊ុំទៅលេងកំសាន្តកំដរលោកពេលរៀបផ្ទុំហ្នឹងណាហើយតាអ៊ុំហ្នឹងគាត់រឿងនេះខ្ញុំចោះទៅស្រាវជ្រាវខ្លួនឯងណាហើយតាអ៊ុំហ្នឹងគាត់លីភ្លេងមកឃើញអាចារ្យវាវិញផ្ទះអីហ្នឹងក៏ហៅវាឲ្យជួយសែងភ្លេងសែងអីទៅលេងថ្វាយត្រង់ទៅយប់ហ្នឹងត្រង់ដូចតុកសិចទុំលក់អញ្ចឹងក៏តាអ៊ុំថាមើលតាអ៊ុំបត់ណាឲ្យព្រោះមើលតាអ៊ុំថាអស់ហើយនឹងលេងបត់អីទៀតទេត្រង់លោកលេងទៅឃើញអាចារ្យនៅអង្គុយក្រោយហ្នឹងលោកក៏ច្អល់ថានោះអាមួយនោះឲ្យវាច្រៀងឲ្យស្ដាប់មើលតាអ៊ុំថាអាហ្នឹងក្មេងគ្វាគោវាចេះច្រៀងអីវាឲ្យច្រៀងអីច្រៀងអ៊ុំខ្លាចដែរអាចារ្យឲ្យឡើងច្រៀងទៅអាចារ្យឡើងទៅតែក្បាលការពេញពួយលឹងព្រះអង្គមួយសួរកដួយមកនគរ
ហើយពាក្យហ្នឹងណាកុំថាខ្ញុំនិយាយឆ្អេឆ្អាតណាពាក្យកដួយហើយនឹងពាក្យកពីងពួយហ្នឹងវាជួនគ្នាណាខ្ញុំអាចកែអីបានទេខ្ញុំរក្សាសភាពដើមរបស់គេហើយពាក្យនេះណាមិនមែនអាចារ្យវាចេះទេគឺវាលឺពីអ្នកស្រុកមកប៉ុន្តែអ្នកស្រុកមិនហ៊ានច្រៀងនៅមុខលួងដល់អាចារ្យវាហ៊ានច្រៀងនៅមុខលួងលួងតែដៃសបាយអស់មកអូអាចារ្យធ្វើពីស្រុកអាហ្នឹងខ្ញុំចុះទៅស្រាវជ្រាវនៅតាពាំងជងសប្ងៃនៅមានខ្លងទ្វាហ្នឹងឮថាគេធ្វើផ្លូវទៅប៉ារីសមិនអីគេលើកចូលក្នុងមិនទេខ្ញុំស្អីដឹងទេប៉ុន្តែការយកទៅហ្នឹងគឺវានៅមានហ្នឹងឯងគឺថាខ្ញុំនិយាយពាក្យឆ្អាប៉ុន្តែជាកំណាប់មួយដែលយើងមិនអាចកែបានទេអាខាងក្រោយជាមួយកពីងពួយជាមួយអាពាក្យខាងក្រោយហ្នឹងគឺអត់កែបានទេតែកែទៅបាត់នៃដើមរបស់គេយើងមិនអាចថាសកវាផ្កាកពីងពួយលឹងព្រះអង្គមួយស្រួលអុកណុកមនកយ៉ាងនេះវាអត់ជួនពាក្យគេអញ្ចឹងហើយមិនមែនអាចារ្យវាចេះច្រៀងទេគឺអ្នកស្រុកទេដែលច្រៀងបទហ្នឹងគ្រាន់តែអ្នកស្រុកវាមិនដែលហ៊ានណាទៅច្រៀងមុខលួងនេះវងអាចារ្យវាហ៊ានច្រៀងលោកស្បាយចង់ងាប់លួងនេះវងហៅតែអញ្ចឹងតាឆ្អេឆ្អានេះដូចអារឿងចកួតលួងឈឹមវត្តកោះដែលខ្ញុំស្រាវជ្រាវឃើញណាជាមួយលោកឈឹមចាអធិការវត្តកោះហ្នឹងខ្ញុំនិយាយតិចទៅមើលទៅបែរមិនបានបញ្ចប់នេះហ្នឹងទេណាខ្ញុំនិយាយឡើងវិញខ្ញុំស្រាវជ្រាវជាមួយប្អូនពីដូនមួយលោកឡៅមកហៃឈ្មោះឡៅពេញម៉ុងពួកម៉ាក់ខ្ញុំហ្នឹងលួងអង្គឌួងលោកមានពួកម៉ាក់មួយរៀនស្រុកប្រាំងមួយគ្នាដល់ត្រឡប់មកស្រុកខ្មែរវិញលួងអង្គឌួងឡើងសោយរាជទៅក៏ហៅពួកម៉ាក់ឈ្មោះអីទេប៉ុន្តែដូរឈ្មោះជាឈឹមឲ្យធ្វើកុងសីតែឈឹមហ្នឹងមិនព្រមក៏ទៅបួសនៅវត្តកោះហ្នឹងក៏ខ្លាចទៅជាចាអធិការដល់ទៅនេះខ្ញុំនិយាយដដែលទេណាព្រោះមានអ្នកសួរកុំឲ្យថាខ្ញុំហ្នឹងនិយាយដដែលអ្នកខ្លះក៏បានស្ដាប់ទៅអ្នកខ្លះក៏មិនបានស្ដាប់វាជាសម្រាប់អ្នកដែលមិនបានស្ដាប់ហ្នឹងស្ដាប់ទៅថ្ងៃមួយលួងទៅបបួលលោកឈឹមហ្នឹងជិះឡានទៅឧដុង្គវាឡានពីដើមឡានស៊ីត្រូខ្មៅណាឡានបារាំងស៊ីត្រូខ្មៅមានកង់វានៅពីក្រោយស៊ីត្រូអែនណាដល់លោកជិះទៅដល់ម្ដុំយើងហួសយ៉ាងចម្មេះហួសអីចឹងទៅវាឃើញដើម7មួយដើមធំហើយលោកឲ្យតកងឡានឈប់ឡានទៅហើយប្រាប់ឈឹមហ្នឹងថាឈឹមឲ្យឡើង3 7ស៊ីឃើញដើម7មួយដើមធំណាឈឹមថាដាច់ហេងសងណាធំជាងហើយយកគេអញហែងទុយតយេមករៀនមួយគ្នាសៀមវាជាជនជាតិចិនភ្នងចិនដូចតែយួនចឹងអាពួកនេះសិស្សចិនដូចគ្នាចុះពីជើងមកដូចគ្នាឃើញទេចុះពីជើងមកពេលចិនចុះពីជើងមកស្អីពួកចិនណាអាយួនចុះពីជើងមកភ្នងចិនត្បូងដែរសៀមក៏ចឹងដែរចុះពីជើងមកចឹងមកយកដីខ្មែរនឹងខេត្តខ្មែរនឹងអស់ប្រមាណទៅ20ខេត្តទៅអាយួនណាចុះពីជើងមកយកចម្ប៉ាហើយមកយកកម្ពុជាក្រមហើយឥឡូវហ្នឹងបើទៅត្បូងទៀតវាធ្លាក់សមុទ្រដែរបើចឹងមានងាកមកលិចហើយអាសៀមអាយួនហ្នឹងកំពុងតែច្បាំងគ្នាដែរបងហើយនៅទល់ដែរហ្នឹងថ្ងៃមុនឮថាគេយកទៅហ៊ានលាវមកជួយលាវតែខោអាវទេណាយ៉ាត់លាវតែខោអាវទេអាហ្នឹងឲ្យដឹងឃើញដើម7ចឹងក៏ប្រាប់លោកឈឹមហ្នឹងថាឈឹមឲ្យឡើងទុយតយេណាប្រាប់ថាទុយតយេគឺអញឯងលោកសងឯងអញដឹងទេហើយលោកឈឹមលោកខ្ជិលឆ្លោះខ្ជិលបកែកហ្នឹងក៏ថាដាច់ប្រើចេះធ្វើទៅក៏ដោះស្បង់ចេញហើយយកសពុតងូតហ្នឹងមកចុកក្បិនទៅឡើងដើម7ហ្នឹងដល់ឡើងដើម7ទៅលួងចេះច្អល់ហ្នឹងហើយឡើងលើឆ្ងាញ់ឈឹមនឹងឡើងទៅលើទៅលួងនឹងប្រាប់ទៅកងឡានឲ្យបើកឡានទៅដងណាយកស្បង់យកអីហ្នឹងទៅបើកឡានទៅដងទៅដល់ភូមិមួយនៅដំបងគេហ្នឹងលោកប្រាប់ថាណោះអាចោក្បាលតងោលមួយទៅវាឡើងលួច3 7មកតាមអញអ្នកស្រុកហ្នឹងគេខ្លាចលួងក៏យកខ្វែវយកផ្កាក់ហ្នឹងតាមលួងចឹងឡានលួងហ្នឹងមកហុយដីសពងចឹងមកដល់ក្រុមដើម7ហ្នឹងលួងចូលទៅលើនោះអាចោទៅក្បាលតងោលវានៅលើ
ไอ้ลูกชำนึงลูกหัวจัดลูกáลูกcái tháng ai cho cụt luồng chẳng bao giờ miễn bịa cho cụt luồng rồi lỡ đó ấy luồng cái thằng ai trông vào con trông vào chẳng bao giờ miễn bịa cho cụt luồng hay là trông vào con đó chả chê dữ là gì là người cho cụt luồng dữ ai trông vào con ấy mau lan lan chứ với kia tới sau chật ắt từ đông từ rồi đến khi ông trai chỉ điều đấy đó ấy số là muối vì mình chỉ ba đôi trắng á giờ phải pia muối cho nuôi nó rồi vì mình tới đây thì tha lùi lệch muối muối lệch pí bà đi lệch bấy vậy bị chạp bị đỡ quá ôi cho nên dương rồi phải nâng mà ăn tới khi ông ăn tới bị vậy pí chứ thì mày đặt nâng thì mày đặt ông mày nó vuông về thợ bạp dương bá má ai phải ông mày môi phải ông pơ môi phải ông xuân môi phải ông âm ông thâm môi nè phải mình đa ruộng môi nâng phải đi cho vùng đi vùng mình trai trong đi ca mà mình đây nơi sọc một lúc nó vuông nom làng một ở nơi mình đi Phnom Penh hôm nay ông khám sai đại thánh nâng ông thăm đánh chặt xe na thì hiện ở lực toát tập bò nơi cầm pung chào vía vì hiện sầm nọ vuông phơi mình đi nơi vọt bay mười lứa nơi phum po bay mười lứa nâng chạy đây mấy mười lứa đi xe ông mấy á ông mấy bên nó vuông về do mà nơi đi Phnom Penh nha về lực ai là sao đi hãy bên class cái tha ông mấy nó chuột ở xa vuông về đồng lục và nó phim rồi ai cái xa mình miễn đấy đó đi phim thà tam kề đấy kề tha ông mấy nó đời xa vuông về đồng lục trái phim pé nhá bàn chia lục chuột vuông về khối nhá tầng Campuchia này tầng vuông bông vuông hàng trường đó trong bên thời muối bò bòn plin yeah thời đi một nặng không đủ chật đấy nên là rồi tình an tới dương an tới dương mơ khơi thà bong plin quạt xe đây tập đa rương thơ kia rương ấy lực rẽ đó còn tại cả bớt dương mơ là si chùm rới cứ quạt trong để dây thà thì hiện luôn là bông hay thì hiện việc công nắng cứ bị trời được kia nâng về thưa ba bây giờ về sầm lap bây giờ về đột te giờ về plon cho sập bát giờ hay về sầm lốp xây mai dương sập bài giang á rồi sập hơi năng an từ một nặng không đúng chết nữa hay dương tháo cái tờ xe nâng tờ xe giống sờ lánh clear mũi p đây mà đai hay côn nâng rốt pi xoay riêng màu nâng mà trôi chọc nữa không phải hiêu mũi rồi nước smart tập rèn nó chui dương bán á ta thì hiện dùng bộ trôi máu bồn đầm phơi nè nó rùng lốp thằng mai thằng côn nó tư còn cái xe ở trà đấy đó mình chiêm bên ấy hồ chợt tư hơi đòi bên mà nơi Phnom Penh chỉ môi nó bon chỉ đôn môi nó thử bon chỉ đôn môi nó rùng lốp thằng mai thằng côn nó tiết rồi niêng nó có đô song xa vì môi tơ môi mà đái nó khấn có chế tháng hòn đồ phó mưa đã tập phăng còn ai đồ phó mưa đã tập phăng nhưng nâng tha cho ca đểខ្ញុំធ្វើtập phăng nói thì hiện vuông nó mày anh mày có mình đây ởខ្ញុំផងtiền nóខ្ញុំចាំca đểខ្ញុំធ្វើtập phăng nói thì hiện vuông đầm nè nó mày có mày anh đây ởផងhay là lấy còn làខ្ញុំđồ song xá nó mà thaខ្ញុំtập phăng tiền còn sẽ đây rồi okដូច្នេះខ្ញុំបញ្ចប់ត្រឹមប៉ុណ្្នឹងចុះ1ម៉ោងហើយបើលោកអ្នកចង់ជ្រាបច្បាស់អំពីអង្គមីហ្នឹងរកសភៅនេះអានទៅជាភាសាខ្មែរទេពីសភៅ2មិញជាភាសាបារាំងខៃលោតែពិបាកយល់ណាឯកសារមហាបរោះខ្មែរនេះរកទិញអានទៅក្រាស់ដែរបដិដែរđóហើយបើកមើលកន្លែងទៅខ្ញុំអានទៅវាវែងពេកដូច្នេះចាំស្អែកខ្ញុំរកឯកសារពីសៀមវាយកដីខ្មែរប្រមាណអីប្រមាណហ្នឹងយកមកនិយាយឲ្យស្ដាប់ឯកសារបារាំង
ấy luôn mình đi vốn lúc lúc cái trường chia đó lúc lúc hốt đặc cả depression á depression cả lúc bị bắt lấy chặt nó hay lúc thơ về Hika này dây visa Parang á lúc lên dây visa Parang mà ở lúc từ nước Boko thì hay la résidence de Sa Majesté Monivong nữa vì là kia mua cái thừa lúc nơi lược non Phnom Boko nó hơi nơi càng cốm nó cái đã Mary de Boko cái thà là trong Boko phong chỉ đầm nặng bao luôn Monivong phong ở trên lúc cái trường phải chia ra còn tay với tao rồi lúc khai tới kia mình nuôi để miên bị bắt lấy chặt ấy cho tới lúc từ sự quất nơi lược non Phnom Boko nè để miên nè mình niềng rươngสลัดเรื่องนะบองว่าสลัดสอนนึงชีสนอมไอได้เมื่อไทยโลกเราโหดโลกสกุลนะเนินกบาเกรโลกอะไปรังเวทเซตาโอชเวเดตรงลีแต่เนินกบาเกรโลกนั่งเราโหดโลกสกุลชนะมาปอนปุ่มบุญรอยสายสมุยอะตามจำนะนั่นคือเนี่ยมันยังเรื่องดังเฮยยังโจยจมวยเวียตการខ្ញុំចាំពាក្យរបស់អធិរាជយ៉ាឡុងអំពើយ៉ាឡុងហ្នឹងគាត់ថាខ្មែរយើងច្បាំងគ្នាព្រោះតែ succession បន្តអំណាចបន្តអំណាចដោយសម្ដេចចឹងលោកបន្តឲ្យកូនលោកអីចឹងទៅស្ដេចហ្នឹងបន្តឲ្យកូនចៅអីចឹងទៅហើយច្បាំងគ្នាដណ្ដើមរាជគ្នាហ្នឹងប្រាំងគេហៅ USP ណាជ្រែករាជគ្នាចឹងទៅហើយយ៉ាឡុងគាត់ថាខ្មែរច្បាំងគ្នាព្រោះតែបន្តអំណាចអ្នកចាញ់រត់ទៅរកជំនួយហើយអ្នកឈ្នះរត់ទៅរកបង្អែកឃើញទេហើយរឿងនេះវាមករហូតដល់ឥឡូវហ្នឹងអាចាញ់រត់ទៅរកជំនួយទៅអាឈ្នះរត់ទៅរកបង្អែកទៅ info យើងរត់ទៅរកជំនួយយើងរត់ទៅរកបង្អែកហ្នឹងយើងត្រូវមានសួយសារកទៅឲ្យគេគេជួយយើងទៅតែយើងឲ្យអីទៅគេណាព្រោះបារាំងវាថា l'amitié est réagit par l'intérêt មិត្តភាពបើអត់ប្រយោជន៍គេអត់ធ្វើជាមួយយើងទេមិត្តភាពតើមានប្រយោជន៍បានគេធ្វើជាមួយយើងហើយបារាំងវាថាទី l'action de donner est une affaire qui se rapporte អ្វីដែលគេឲ្យត្រូវតែមានអ្វីគេយកវិញដូច្នេះពេលដែលគេមកជួយយើងហ្នឹងគឺត្រូវតែមានអីគេយកវិញអញ្ចឹងបានយើងចេះតែរួញទៅហ្នឹងណានិយាយតពីហ្នឹងទៅអាអ្នកដេញស្ដាប់មិនយល់ក្មួយចៅយើងនិយាយមកកណាត់ចឹងស្ដាប់មិនយល់ទេអ្នកមកស្ដាប់ក្រោយហ្នឹងវានិយាយតដល់1000មួយយប់គ្រប់1000មួយយប់ទៅហើយហើយយើងដឹងគុណគេទៀតដោយហងៃចឹងយើងដឹងគុណ7មករាយើងដឹងគុណអីចឹងទៅប៉ុន្តែនៅក្នុងសភៅLe Mal Cambodgien គេសរសេរថាមិនមែនយួនមករំដោះយើងទេគឺយួនមកLe Cambodge Vietnamisé ឃើញទេគឺថាយួនវាមកធ្វើខ្មែរយើងឲ្យទៅជាយួនទេគេថាយួនវូបនីយកម្មណាយួនវូបនីយកម្មស្រុកខ្មែរទេមិនមែនមករំដោះយើងទេហើយយួនវាមកហើយបើស្រាវជ្រាវឲ្យមែនតែនទៅមិនមែនពួកខ្មែរក្រហមនឹងទៅហៅយួនមករំដោះទេនៅក្នុងសភៅ2-3នេះលេដឹកធោទេវាដឹងថាខ្មែរក្រហមកំពុងតែប្រពេញដឹកតបដឹកអេគ្រឿងសម្ភារៈយោធាឲ្យធ្វើវាយន្តហោះនៅកំពង់ឆ្នាំងនៅអីហ្នឹងដែលមើលណាសេ la sécurité vietnamienne ណាដែលវាធ្វើគំហែងគំរាមសន្តិសុខប្រទេសយួនហ្នឹងអាវាយន្តហោះហ្នឹងណាដូច្នេះវាត្រូវតែវាយចូលស្រុកខ្មែរនៅប្រាំងខាងមុខនេះហើយអញ្ចឹងបានជាលេដឹកធោវាបង្កើតរណសេសាមគ្គីសង្គ្រោះជាតិ2ធ្នូហ្នឹងនៅធូដុកអតីតជំរំប៉ូលីសអាមេរិកអូហ្វូបៀដឺសៃហ្គននៅជាក្រុងព្រីនគរហ្នឹងគេបង្កើតរណសេឲ្យពួកហ្នឹងមួយទៅពួកខ្មែរក្រហមដែលរត់ទៅហ្នឹងហើយនឹងពួកខ្មែរអ៊ីស្រាអែលប៉ែនសវណ្ណប៉ែនអីហ្នឹងគេបង្កើតរណសេឲ្យមួយហើយគេប្រាប់ថារណសេសាមគ្គីសង្គ្រោះជាតិហ្នឹងគេប្រាប់ថា
គេបង្កើតនេះគ្រាន់តែឲ្យអ្នកឯងហ្នឹងហែហោមកងទ័ពយួនពេលវាយលុកត្រង់ទ្រីធំនៅរដូវប្រាំងខាងមុខនេះដើមរដូវប្រាំងខាងមុខនេះអ្នកឯងគ្រាន់តែហែហោមក្នុងនាមជាមិត្តរស់អាវុធទៅ Freedom ហើយចាំដល់របបខ្មែរក្រហមមកលុំចាំ sensitive ទៅប្រងលើពួរគេថាគេអាចឲ្យអ្នកឯងកាន់កាប់សុកទេសនឹងជំនួស Oui bonjour នៅរាមាទី5មិនរាមាទី4ទេរាមាទី5លោកថាខ្មែរយើងដោយកូនក្មេងអញ្ចឹងបើវាខឹងម៉ែវារត់ទៅរកឪវាហើយបើវាខឹងឪវារត់ទៅរកម៉ែវាលោកចង់និយាយថាម៉ែវាគឺសៀមឪវាគឺយួនពេលណាវាខឹងយួនវារត់ទៅរកសៀមពេលណាវាខឹងសៀមវារត់ទៅរកយួនកូនក្មេងc'est la dire comme ça oui bonjour pas de problème bonjour comment ça va តែមិញខ្ញុំបាននិយាយជាមួយម្នាក់នោះដឹងរឿងច្រើនអ្នកនយោបាយស្រុកខ្មែរគឺបោកប្រាស់ទាំងអស់ស្ដាប់គាត់និយាយទៅបោកលើយើងឡើងវិលអូខេប៉ុណ្ណឹងចុះឈ្នះil court pour le support et il court pour l'assistance តែរត់ទៅរកបង្អែករត់ទៅរកជំនួយដូច្នេះខ្ញុំបញ្ចប់តែប៉ុណ្ណឹងចុះ1ម៉ោងជាងហើយវាវែងឆ្ងាយពេករឿងព្រះអង្គមីឈួតហ្នឹងវាបើស្ដាប់ទៅវាគួរឲ្យសង្វេគណាដើរស្រាតដើរអីយកអីវ៉ាន់គេនៅផ្សារនៅអីឈូសឆាយអីវ៉ាន់គេចោលអីទៅហើយតាមឯកសារខ្លះគេថាយួនហ្នឹងវារំលោភអង្គមីហ្នឹងតឈួតហើយអង្គមីហ្នឹងមើលពេលដែលជីម៉ូរ៉ាជួបគាត់ហ្នឹងអាយុ60ជាងហើយបើតែនៅស្អាតចឹងគាត់និយាយថានៅតែស្អាតវិញមករួចហើយតន់ងាប់ទៅណានេះអារបស់យកអាហេងវារៀនជាមួយខ្ញុំនៅលីសេសង្គមរាជនិយមជាមួយទេពនិថាជាមួយចាប់ញ៉ាលីវុតជាមួយអាស្វាយថនមនីដែលខ្ញុំសួររកមិញហ្នឹងអាខ្វាយហ្នឹងកូនលោកស្វាយថនអេកូណូមនៅយុគន្ធរហ្នឹងអាហេងហ្នឹងអាស្អីហ្នឹងឯងនៅហួរគ្រាន់បើឯងមកងាប់ទៅណាខ្ញុំងាប់ក្រោយអញវិញអញងាប់ក្រោយអញឲ្យបានស្ដាប់អញនិយាយបើឯងងាប់មុនអញអាហ្នឹងឯងអត់បានស្ដាប់អញនិយាយទេចាំងាប់ក្រោយអញឬទេហេអូខេណាស់បានគុំលាគុណចាស់គ្រប់អង្គជម្រាបលាបងប្អូនទាំងអស់គ្នាហើយទោះបីនេះចាំស្អែកខ្ញុំនិយាយរឿងសុខភាពមនុស្សយើងម្ដងព្រោះរាល់ថ្ងៃហ្នឹងខ្មែរយើងនឹងកើតរោគចិត្តនឹងគ្រប់គ្នាសឹងគ្រប់គ្នាគ្រាន់តែថាយើងដឹងកើតរោគដឹងហើយកើតរោគមិនដឹងអាខ្លាំងទៅយើងដឹងអាមុំយើងអត់ដឹងទេអារោគផ្លូវចិត្តចាំស្អែកខ្ញុំនិយាយរឿងហ្នឹងខ្ញុំមានសភៅមួយរបស់លោកសសរុនលោកនិយាយពីរឿងចិត្តលោកថាចិត្តហ្នឹងពួកបរទេសវាថានៅក្នុងខួរក្បាលចំណែកខាងខ្មែរយើងថានៅក្នុងហឫទ័យនៅក្នុងបេះដូងខ្ញុំរកឃើញហើយចិត្តហ្នឹងនៅកន្លែងណារឿងហ្នឹងខ្ញុំមិនអាចថាបានទេប៉ុន្តែវាជារឿងអនិច្ចំវាជារឿងអនិច្ចំប្រែមកថាសំខារធម៌ទាំងឡាយវាតែងតែប្រែប្រួលណាយើងអត់ដឹងទេយើងទាញមិនបានទេយើងត្រឹមតែព្យាករណ៍ forecast ថាវាយ៉ាងម៉េចទេណាយើងមើលទៅរាល់ថ្ងៃយើងដឹងហើយបាច់សួរទេដឹងឃើញថាយ៉ាងម៉េចហ្នឹងវាយួនប្រហែលលានអ្នកនៅស្រុកខ្មែរចិនគេប្រងយក20លានអ្នកមកដាក់legal ហ្មងស្របច្បាប់នឹងបើតាមមន្ត្រី CPP គេខ្សឹបប្រាប់យកមកគេថាចិនគេសញ្ញេរួចហើយ20លានអ្នកយកមកដាក់នៅស្រុកខ្មែរប្រជាជនចិនណាព្រោះប្រជាជនចិនវាមានទ្រឹស្ដីមួយវាថា si tu perds ton enfant ne le cherche pas fais-en un autre ពេលឯងបាត់កូនបាច់រកគេទេធ្វើវាមួយទៀតទៅ cela veut dire que quand le problème de la surpopulation à la Chine ne peut pas résoudre គឺថាបញ្ហាកំណើនប្រជាជនស្រុកចិនហ្នឹងវាច្រើនពេកមិនអាចដោះស្រាយបានទេបញ្ជូនវាចេញទៅក្រៅខ្លះទៅអាហ្នឹងបើតាមខ្ញុំយល់ទ្រឹស្ដីរបស់គេថ្មីនេះណាដូចនេះគេបញ្ជូនចេញមកកកន្លែងស្រុកអាមេរិកស្រុកអេណាយនៅយើងឃើញ communauté chinois partout dans le monde បែលម៉ែលរត់អារាយពេញតែពិភពលោកហ្នឹងសិតតែចិនណា
miền là đến cái hai cái tì trong chân đó China Town nó cũng là cái lại hai chân khác mình màu kia thì nhà luôn nơi thua mà đá nó vì miền Estonia vì miền Kinh vì miền ấy thưa đôi ngày muốn cái chắp ban nơi Canada nơi ấy nó vì miền Klong vào việc ấy việc đó dương và bà san than nó sọc dương nâng vì ai prai pru ban đại sa phun san vô ba vậy chẳng đó nè geopolitics ប៉ុន្តែយើងមើលទៅរាល់ថ្ងៃហ្នឹងវាមានយួនប្រមាណវាមានចិនប្រមាណនៅក្នុងស្រុកខ្មែរហ្នឹងហើយវាធ្វើអីខ្លះយើងវិនិច្ឆ័យតាមហ្នឹងទៅខ្ញុំមិនអាចទៅថាបានទេ2050 2060ឯណាកុំភ្លេចថានៅក្នុងសភៅនេះនៅក្នុងសភៅនេះគេសរសេរថាles ốcฝรั่งគេថាកុមារកំព្រាដែលហ្វាំង1979 ដងឡាប្រវ៉ាំងសម្ដេចតាកែវនៅចុងឆ្នាំ1979នៅខេត្តតាកែវគេឃើញឡានកាមីយ៉ុងជាច្រើនគ្រឿងដឹកកុមារកំព្រាទៅស្រុកយួនហើយគេប្រាប់ថាយកទៅឲ្យរៀនសូត្រនៅទីក្រុងហាណូយណាអានឹងតែខេត្តតាកែវមួយឯណាឃើញឡានកាមីយ៉ុងដឹកក្មេងកំព្រារាប់ឡានយកទៅហាណូយហើយគេប្រាប់ថាយកទៅឲ្យរៀនសូត្រនៅទីក្រុងហាណូយដូច្នេះយើងយកអានឹងមកវិភាគទៅតើប្រហែលឡានហ្នឹងវានៅណារាល់ថ្ងៃហើយវាធ្វើអីហើយយកមកវិភាគទៅខ្ញុំក៏មិនដឹងដែរហើយបើតាមឯកសារមួយហ្នឹងគេយកទៅវឹកវើនកន្លែងដដែលនៅខ្ពង់រាបទៅដែនលាវនៅឆ្នាំ1954ពេលដែលវៀតមិញដកទ័ពថយទៅហ្នឹងគេបានយកខ្មែរជិត 2000 នាក់យុវជនខ្មែរដែលយើងហៅប្រមាត់ម៉ងណាយកទៅចុះកប៉ាល់ប៉ូឡូញមួយឈ្មោះស្អី Zizinski យ៉ាងម៉េចនោះទៅចុះនៅកំពង់ផែមួយចម្ងាយ150 គីឡូម៉ែត្រខាងត្បូងហាណូយហ្នឹងហើយបានដឹកឡានយកទៅប្រវឹកនៅខ្ពង់រាបមួយទៅដែនលាវណាហើយគេបញ្ជូនពួកហ្នឹងមកវិញនៅឆ្នាំ70ហ្នឹងសភៅមួយទៀតទេណាសភៅមួយទៀតទេហ្នឹងមិនមែនសភៅនេះទេសភៅគេយកទៅមិញហ្នឹងសភៅ Anatomy Don Cosma ហើយនៅក្នុងសភៅនេះគេនិយាយថាគេបានបញ្ជូនពួកនឹងមកវិញនៅឆ្នាំ1970ដើរតាមផ្លូវលំហូជីមិញ3ខែហើយមកខ្លះខ្លាយខ្លួនទៅជាកម្មាភិបាលភាគរបងនេះអញ្ចឹងទៅដែលធ្វើការកាប់សម្លាប់ប្រអត់រាជខ្មែរយើងនៅក្នុងរបបខ្មែរក្រហមអញ្ចឹងបានប៉ុលពតគាត់ខំរពួកហ្នឹងគាត់ធ្វើវិសិទ្ធកម្មដែលថាគាត់ចង់រពួកហ្នឹងឯងខ្ញុំអានដាច់ទេខមមិនជាភាសាសៀមទៅសេខ្មែរទៅហើយគេទុកខ្លះគេមិនបញ្ជូនមកអត់ទេណា strategy គេគឺវែងឆ្ងាយណា long strategy គេបញ្ជូនមិនអស់ទេគេទុកមកក្រុមទៀតបញ្ជូនមកថ្ងៃ7មករាមានជាសុតកែវចិន្តាយុះប៉ោមាសសំណាងរដ្ឋមន្ត្រីខ្ញុំអីហ្នឹងប៊ូថងសាយប៊ូថងជាសុតអីហ្នឹងណាហើយតាំងសរឹមអីហ្នឹងគេបញ្ជូនមកភាសាទៀតមកសម្លាប់យើងភាសាទៀតរួចហើយគេចាប់យកកម្មាកំព្រាទៅរាប់ឡានកាមីយ៉ុងទៀតបើគាត់នៅខេត្តតាកែវមួយមិញខេត្តអីមិញខេត្តតាកែវមិញខ្ញុំភ្លេចទៅនិយាយកុំឲ្យវាខុសណាមកវាខុសពីសភៅដងឡាប្រវាំងស្ដេចតាកែវខេត្តតាកែវហ្នឹងគេចាប់យកកម្មាកំព្រាហ្នឹងរាប់ឡានកាមីយ៉ុងទៅទៀតហើយកម្មាកំព្រាដែលនៅកលាបកឡោញហ្នឹងក៏ខ្លះក៏យកទៅហើយសួរថាពួកហ្នឹងឥឡូវវាប៉ុណ្ណាហើយវាធំហើយវាធ្វើស្អីហ្នឹងយើងដឹងណាវាចូលមកសម្រាប់ខ្មែរតែពីក្រោយរបបយើងឥឡូវហ្នឹងដូចតែគ្នាហ្នឹងដូចតែមុនហ្នឹងL'histoire se répète ប្រវត្តិសាស្ត្រហ្នឹងវាជន់ដានដដែលអូខេណាថ្លៃគុំលាគុណចាស់ព្រះអង្គម្ដងទៀតជំរាបលាបងប្អូនអរគ្នាថែទាំសុខភាព